នៅចម្ងាយប្រមាណ34គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមដងផ្លូវជាតិទី2មានប្រាសាទបុរាណមួយស្ថិតនៅយ៉ាងស្ងប់ស្ងាត់ក្នុងរមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតនោះគឺប្រាសាទតាព្រហ្មទន្លេបាទីស្ថិតនៅក្នុងភូមិថ្នោតតិសិនឃុំក្រាំងធ្នងស្រុកបាទីខេត្តតាកែវជាប្រាសាទមួយដែលផ្ទុកទៅដោយប្រវត្តិសាស្ត្រសាសនានិងសិល្បៈខ្មែរដ៏អស្ចារ្យបងប្អូនភាគច្រើនប្រហែលជាធ្លាប់បានឮអំពីប្រាសាទតាព្រហ្មដ៏ល្បីល្បាញនិងស្រស់ស្អាតដែលស្ថិតនៅខេត្តសៀមរាបជាប្រាសាទដែលពោរពេញទៅដោយដើមឈើធំៗនិងទាក់ទាញភ្ញៀវទេសចរពីទូទាំងពិភពលោកប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងណែនាំបងប្អូនឲ្យស្គាល់អំពីប្រាសាទតាព្រហ្មមួយទៀតដែលមិនសូវមានអ្នកស្គាល់ច្រើនប៉ុន្តែតម្លៃប្រវត្តិសាស្ត្រនិងសារៈសំខាន់មិនចាញ់គ្នានោះគឺប្រាសាទតាព្រហ្មទន្លេបាទីស្ថិតនៅក្នុងខេត្តតាកែវប្រាសាទតាព្រហ្មទន្លេបាទីត្រូវបានកសាងឡើងនៅចុងសតវត្សទី12ដល់តាមសតវត្សទី13ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7អធិរាជដ៏ល្បីល្បាញនៃចក្រភពខ្មែរដែលបានយកព្រះពុទ្ធសាសនាមហាយានធ្វើជាគ្រឹះសម្រាប់ការកសាងប្រាសាទនិងការរួបរวมជាតិក្រោយសង្គ្រាមជាមួយចម្ប៉ាប្រាសាទនេះត្រូវបានឧទ្ទិសថ្វាយដល់ព្រះពោធិសត្វលោកេស្វរៈជាព្រះតំណាងនៃមេត្តាករុណាហើយត្រូវបានប្រើជាទីអារាមសម្រាប់ព្រះសង្ឃគង់និងបំពេញសកម្មភាពសាសនាផ្សេងៗផងដែរប្រាសាទតាព្រហ្មទន្លេបាទីត្រូវបានសង់ពីថ្មភក់និងថ្មបាយក្រៀមមានរចនាបថបាយ័នដូចទៅនឹងប្រាសាទធំៗនៅតំបន់អង្គរក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះមានបរិវេណប្រវែងប្រមាណ150ម៉ែត្រទទឹង95ម៉ែត្រនិងកម្ពស់ប្រហែល12ម៉ែត្រនៅប្រាង្គកណ្ដាលមានផ្តែររូបព្រះពុទ្ធចូលបរិនិព្វានដែលបានឆ្លាក់បន្ថែមនៅសតវត្សទី16ក្នុងរជ្ជកាលព្រះបាទច័ន្ទរាជាទី1នៅតាមផ្លូវចូលទៅកាន់ប្រាង្គកណ្ដាលមានស្រះទឹកពីរសម្រាប់រក្សាទឹកប្រើប្រាស់ក្នុងពិធីសាសនាហើយក៏ជានិមិត្តរូបនៃស្រះបោខណីតាមជំនឿព្រះពុទ្ធសាសនាតំណាងឲ្យមហាសមុទ្រលោកធាតុតាមព្រហ្មញ្ញសាសនាផងដែរស្លាចរិតមួយដែលបានរកឃើញនៅប្រាសាទតាព្រហ្មទន្លេបាទីសរសេរតាំងពីសតវត្សទី6បានរៀបរាប់អំពីព្រះបាទរុទ្រវរ្ម័នជាព្រះរាជបុត្ររបស់ព្រះបាទកៅណ្ឌជ័យវរ្ម័នដែលគោរពព្រះពុទ្ធសាសនានិងរក្សាទុកព្រះបរមសារីរធាតុរួមទាំងប្រកេះដែលធ្លាប់ជាទីសក្ការៈបូជាក្នុងប្រវត្តិសាស្ត្រខ្មែរប្រាសាទតាព្រហ្មទន្លេបាទីមិនត្រឹមតែជាសំណង់ថ្មបុរាណមួយប៉ុណ្ណោះប៉ុន្តែជាសាក្សីរស់នៃជំនឿសាសនាសិល្បៈនិងប្រាជ្ញាខ្មែរដែលបានឆ្លងកាត់ពេលវេលារាប់រយឆ្នាំមកហើយការស្គាល់និងថែរក្សាប្រាសាទនេះគឺជាការថែរក្សាអត្តសញ្ញាណនិងមរតកជាតិខ្មែរសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។